នេះខ្ញុំបដូរហូរតែដោយសារតែចង់នៅកន្លែងថ្មីអីចឹងណាហើយនេះហូរតែទី2ដែលយើងមកស្នាក់នៅអូខេប៉ុន្តែយើងអត់តបានចូល check in ទេដោយសារគេ check in ម៉ោង2អញ្ចឹងទុកវ៉ាលីអីនៅនឹងសិនកាបូបនៅនឹងសិនហើយយើងដើរលេងតិចតិចខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលទេសភាពឆ្ងាយពីទីក្រុងណាទីប្រជុំជនណាអញ្ចឹងចាំតាមដានបងប្អូនគ្នាអូខេតោះតែដើរលេងមួយខ្ញុំទៀតតោះអ្នកទាំងអស់គ្នាឥឡូវយើងចេញទៅទាំងអស់គ្នាដែលគោលដៅរបស់យើងគឺយើងទៅ Diplom Garden Bali Henderraket ក៏ដូចជាកន្លែងបឹងគីដែលធំមួយអ្នកទាំងអស់គ្នាកន្លែងហ្នឹងគឺធំមែនតើប៉ុន្តែខ្ញុំអត់ទាន់ដាក់ឲ្យអ្នកទាំងអស់គ្នាមើលទេអញ្ចឹងកន្លែងដែលខ្ញុំកំពុងចេញទៅហ្នឹងតំបន់ហ្នឹងគេហៅថា Langin Street តំបន់ហ្នឹងវាស្តៀងនឹង Pop Street នៅ Siem Reap ដែរអញ្ចឹងប៉ុន្តែយប់មកគឺមានមនុស្សច្រើនមែនតើអ្នកទាំងអស់គ្នានៅម្ដងនោះគឺចរាចរណ៍អីគឺស្ទះយកតែម្ដងប៉ុន្តែអ្វីដូចតែអ្នកទាំងអស់គ្នាឃើញគឺគេរៀបចំឲ្យស្អាតគេមានផ្លូវស្មើជើងផ្លូវអីចឹងណាហើយមធ្យោបាយធ្វើដំណើររបស់យើងថ្ងៃហ្នឹងគឺកូនម៉ូតូខ្ជូតរបស់យើងដែរតែគឺតម្លៃជួលក្នុងមួយថ្ងៃគឺ$5ក្នុងមួយថ្ងៃបើយើងជួលម៉ូតូធំជាងហ្នឹងតម្លៃវាគឺថ្លៃជាងហ្នឹងដែរប៉ុន្តែយើងចូលចិត្តអាតូចហ្នឹងវាស្រួលជិះអ្នកទាំងអស់គ្នាអាតូចហ្នឹងស្រួលចាក់ស្រួលអីណាបើថាយើងជិះធំវាអាស្រ័យទៅលើអ្នកទាំងអស់គ្នាបើប៉ុន្តែសម្រាប់ខ្ញុំចូលចិត្តអាតូចហ្នឹងដោយសារតូចហ្នឹងវាជាស្រួលណាមួយវាអស់សាំងតិចទៀតហើយយើងអាចជិះ2នាក់បានហើយចរាចរណ៍ថ្ងៃហ្នឹងដូចអ្នកទាំងអស់គ្នាឃើញគឺអត់សូវមានញឹកទេកន្លែងហ្នឹងប៉ុន្តែទៅមុខទៀតគឺម៉ូតូឡានអីច្រើនហើយអ្នកនៅហ្នឹងគេចូលចិត្តជិះម៉ូតូលឿនអ្នកទាំងអស់គ្នាហ្នឹងហើយដូចអ្នកទាំងអស់គ្នាឃើញមិញគឺជាវាលស្រែនៅបាលីប៉ុន្តែវាលស្រែគេស្អាតមែនទេអ្នកទាំងអស់គ្នាគេធ្វើនៅតាមផ្លូវចិត្តក្រុងដែរប៉ុន្តែវាចេញជាក្រុងបន្តិចហើយប៉ុន្តែឃើញវាលស្រែស្អាតខៀវស្ងាត់ហ្មងហើយអានេះដូចអ្នកទាំងអស់គ្នាឃើញខ្ញុំកំពុងជិះម៉ូតូទៅហ្នឹងកន្លែងដែលយើងត្រូវទៅហ្នឹងគឺឆ្ងាយមែនទេអ្នកទាំងអស់គ្នាល្បាក់60គីឡូទៅ70គីឡូចឹងវារៀងឆ្ងាយពីទីក្រុងមែនតើប៉ុន្តែអ្វីដែលអ្នកទាំងអស់គ្នាឃើញជាក់ស្ដែងណាតាមផ្លូវឃើញថាគេរៀបចំបានស្អាត clean អត់មានសម្រាមទេតាមផ្លូវដូចផ្ទះប្រជាជនអីចឹងយើងឃើញតែតាមផ្លូវដែលយើងត្រូវទៅគឺអត់សូវមានសម្រាមទេវាមានដែរតិចតួចប៉ុន្តែភាគច្រើនគឺស្អាតហ្មងហើយមួយទៀតគឺផ្លូវស្មើជើងនៅក្នុងភូមិមួយឃើញថាមានផ្លូវស្មើជើងទាំងអស់ហ្មងស្ទើរតែគ្រប់ភូមិចាប់ពីចេញពីក្រុងទៅដល់កន្លែងដែលយើងលេងឲ្យតែមានភូមិគឺមានផ្លូវស្មើជើងហើយកុំឆ្ងល់ថាមិនក៏ជិះម៉ូតូរៀងលឿនម៉េះដោយសារវាឆ្ងាយមួយទៀតអ្នកនៅហ្នឹងគឺចូលចិត្តជិះម៉ូតូលឿនអញ្ចឹងដែរដូចប្រញាប់ទៅណាអញ្ចឹងខ្ញុំជិះតាមគេដែរបើថាយើងជិះយឺតវាអត់សមអញ្ចឹងណាប៉ុន្តែជាក់ស្ដែងអ្នកទាំងអស់គ្នាបើជិះយឺតទៅកុំជិះតាមខ្ញុំប៉ុន្តែខ្ញុំរៀបថាគេរៀងស្មាត់ដែរអញ្ចឹងណាយើងជិះរៀងលឿនទៅដល់គោលដៅក៏លឿនដែរប៉ុន្តែបើអ្នកទាំងអស់គ្នាអត់សូវស្ទាត់ឬក៏អត់សូវច្បាស់ជាមួយនឹង location អីចឹងមួយទៅបើថាអ្នកទាំងអស់គ្នាបានទៅហើយតម្លៃដែលយើងទៅលេងបាលីដូចខ្ញុំគិតថាអ្នកទាំងអស់គ្នាគិតថាអូប្រហែលជាថ្លៃហីប៉ុន្តែជាក់ស្ដែងគឺតម្លៃគឺអត់សូវថ្លៃទេចាំមើលខ្ញុំនឹងធ្វើវីដេអូថាការទៅលេងបាលីហ្នឹងអស់ប្រហែលជាប៉ុន្មានយើងទៅលេងបាលីហ្នឹងត្រូវចំណាយប៉ុន្មានអីចឹងណាជាក់ស្ដែងគឺទៅបាលីគឺតម្លៃគឺអត់សូវថ្លៃទេគឺរៀងធូរទេអ្នកទាំងអស់គ្នាឥឡូវយើងបានឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយយើងឃើញថាទេសភាពនៅតាមផ្លូវគឺស្អាតដាច់ខុសគ្នាហ្មងពីកន្លែងមួយទៅកន្លែងមួយគឺទេសភាពវាខុសប្លែកគ្នាហ្មងវាមានភូមិផុតពីភូមិទៅមានកន្លែងទេសភាពមានព្រៃភ្នំមានដើមឈើមានអីដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងវាមានខ្ពង់រាបមានស្រែថ្នាក់មានអីអញ្ចឹងណាហើយគឺទេសភាពវាគឺខុសគ្នាហ្មងអ្នកទាំងអស់គ្នាគឺជាប់ចិត្តដិតអារម្មណ៍នៅពេលដែលយើងជិះម៉ូតូដើរមើលអញ្ចឹងគឺ fresh មែនតើ fresh យកមកយកកម្លាំងWhere you from? I'm from Dubai.
Dubai Muslim. Muslim? Yeah. Yes. From Cambodia, you know. Cambodia is nên nơi nơi với miền mát trời mình Alpha mát miền Indonesia mát thế kì no, I mean like còn thay cái in Cambodia they have like this one, this all that one. pro sân điកំពុងនិយាយនេះមកពី Dubai តែឯស៊ីយើងដើរមើលអីញ៉ាំសិនអញ្ចឹងណាដល់ក៏ឲ្យជិះម៉ូតូមកសក់ខ្ទេចខ្ទីដូចខ្ទឹមអស់ហើយអូយហត់ណាស់ដី50គីឡូជាងដីនឹងរកអីផឹកនេះអានេះមិនគួរចូលទេវាស្តៀងពួកខាងនោះដែរ Cô chôn tên nè, anh đi cô chôn đi mình cô chôn bó. Nè. Cái thứ này cô chôn bó. Quá siêu. យើងរនំញ៉ាំកញ្ចប់ពីកញ្ចប់ហើយមួយទៀតអ្នកទាំងអស់គ្នានៅនឹងគឺអីវ៉ាន់ធូរថ្លៃមែនទេតតងទៅនឹងអីញ៉ាំអីផឹកអីចឹងណាធូរថ្លៃមែនតើដែលតម្លៃដែលខ្ញុំនឹកស្មានតាំងពីខ្ញុំនៅខ្មែរមកថានៅបាលីកន្លែងល្បីអញ្ចឹងប្រហែលជាអីវ៉ាន់អីថ្លៃហីដូចអីញ៉ាំដូចបាយដូចអីចឹងណាប៉ុន្តែជាក់ស្ដែងដូចនំអីចឹងយើងទិញថា$5យើងអីចឹងណាយកទៅណាអត់អស់ទេមកកញ្ចប់1000 1500ដូចនំនេះអីចឹងណានៅខ្មែរយើងថ្លៃប៉ុន្តែនៅនោះគឺធូរថ្លៃមែនតើមកកញ្ចប់អត់ដល់1000ផងថា1000លុយខ្មែរហើយអីវ៉ាន់ដូចម៉ាត់ដូចអីចឹងគឺសបោមែនតើម៉ាត់អីចង់1គីឡូដី1គីឡូដី1មកហ្នឹងបន្ទាប់ពីយើងញ៉ាំអីនៅម៉ាត់អីរួចហើយយើងមានកម្លាំងមានអីអញ្ចឹងយើងបន្តដំណើរទៅមុខទៀតដែលគួរឲ្យបន្ទាប់ដែលយើងធ្វើទៅលេងហ្នឹង The Bloom Garden គឺសួនច្បារដ៏ធំមួយដែលគេសាងសង់ហើយអត់ទាន់មានមនុស្សច្រើនទេប៉ុន្តែស្អាតមែនទេអ្នកទាំងអស់គ្នាឲ្យមើលកន្លែងគេនេះធ្វើស្អាតមែនទេនេះអូស្អាតអត់តែខ្ញុំវាខ្ជិលថតរូបថតអីចឹងថតវីដេអូឲ្យមើលហ្មងតែស្អាតមែនតើម៉ាស្អាតថាស្អាតដែរហើយវីដេអូនោះដែរអរគុណទៅដល់ Pro Style Food មែនតើដែលគាត់បានឧបត្ថម្ភកាមេរ៉ាឲ្យខ្ញុំយកមកលេងនៅបាលីហើយអ្នកទាំងអស់គ្នាកុំភ្លេចទៅញ៉ាំអីនៅកន្លែង Style Food ច្រើនផងអ្នកទាំងអស់គ្នាទេសភាពស្អាតហើយត្រជាក់នៅលើត្រជាក់មើលវីយូមកជុំនៅខាងក្រោមនេះលើកំពូលភ្នំណាជិះម៉ូតូកាច់កង់មកមិញមិនមែនធម្មតាម៉ាសាអល់ឡោះអត់ទីមើលស្អាតអត់អូ so cool មើលវីយូខាងក្រោមមកតែចោះអាប់វាដោយសារវាខ្ពស់ហើយត្រជាក់មែនតើស្អាតអត់មើលវីយូស្អាតណាស់បងប្អូនគ្នាអើយស្អាតមែនតើមក Oh my god វាចំស្អាតតែវាអត់តមានមនុស្សច្រើនទេនៅនេះដោយសារវាអត់តល្បីថាជាកន្លែងនេះគេទើបបើកថ្មីដែរអញ្ចឹងណាអានេះមិនដែរតែវាស្អាតមែនអាកន្លែងនេះយើងអត់តន់ទៅដល់អាកន្លែងគេល្បីទេអាកន្លែងនេះគេធ្វើឡើងដែរវាស្តៀងនឹងអាកន្លែងមួយទៀតប៉ុន្តែវានៅឆ្ងាយអាហ្នឹងនៅមុខទៀតតែអានេះខ្ញុំនាំមកមើលកន្លែងនេះសិនតែខ្ញុំប្រាប់ថាស្អាតនេះចោះអាប់ឯនេះដូចបូកូអញ្ចឹងណាមើលអីលេងឃើញទេជាធ្លាក់ពពកមកពពកស្រឹមល្ងាចអញ្ចឹងមកចោះអាប់នោះឃើញអាប់អត់ដូចបូកូអញ្ចឹងណាប៉ុន្តែគេធ្វើលឿននឹងស្អាតដើរ trip ឲ្យអ្នកទាំងអស់គ្នាមើលប៊ូយូញ៉ាំអត់ដឹងនិយាយខ្ញុំអត់ចេះនិយាយទេខ្ញុំចេះតែថតមើលឲ្យអ្នកទាំងអស់គ្នាមើល
mưa pro ấy bảo rồi đó nhom đa lên mình nè ai chẳng nhom bạn thôi video à lấy nhom đa lên mình nè ai còn nữa là bạn thôi video nè cái ta lấy dân miền chùm núi ca ở bị sai miền camera miền ấy chỉ đứng chân những môn chẳng nè ta sẽ ta camera kia mình bỏ nhom okนี่กำลังchânโอ้cái sàn mày ôi cái thơ sàn này nó cái hơi chẹo xuống mình tên fry tiệt sầm năng cái đi cha phải ao đây vây vậy mà mày mau bị sao mình expert riêng cái đau vậy nè chẹp cái sàn mày nó cái này mày cái sàn cái tình nông cái này đi gì man bờ xây bên gì đấy cái này chân ấy bên gì mà cái thọt lên môi cái miếng sẵn đấy cái đã sẵn đấy ô sẵn mưa sẵn thì mưa cần ngọc đấy sẵn đấy kì nó ngon khơi chở này điểm ấy thế mòn mình phật mòn tiêu vui cái ngọn mới chạy đấy nơi chết tên của mình này cả đặt tăng tên làm đã từng ngọn đã từng đậu con này strawberry pha mũ cái này nó strawberry nó sáng nó gì từ ngõ khi giờ mình sáng men cái này tôm đến close lấy cái này chỉ tôm nghe mưa đi mà sáng rồi strawberry strawberryมันพลายได้โน้พลาย strawberry โอ้แต่เจ๊แมนเจ๊สูงเลยเมื่ออาบบ่อนั่นต่อขึ้นมาต่อยังเติมมากับไหลน์ติดเติมกับไหลน์ซินเนี่ยเกมรังจัวจามทอดเนี่ยกับเพลย์โจจะกายกันซะกินลูกสมบูรณ์ได้เนี่ยกับเพลย์โจจะกายกันซะมามันเนี่ยปรามหล่ะก็เดินมาทอดมาป๊อดก็เติมวิ่งโจตายกี่ดับมันดับหล่ะปรามหล่ะดับมันปรามหล่ะจังมันเนี่ยมาเมินอันนี้เพลย์โจโฮตาลกี่เนี่ยโจเพลย์พนมเนี่ยกี่จำทอดเนี่ยtrong vậy thôi chứ cả lại đây như là một cái thư khơi đó con thuê để dương khơi đó cả bên con thuê từ thả kia vậy đi con tới trong vậy thả con thuê này là bay từ tiền hôm luôn á mới mình kể cho mình cho con thuê này cho giá số đây nè anh em ta expert real ấy nó expertson với khó kia con thuê bên đấy thật to hay anh ấy cho ta sinh thả kia kế mà anh kia luôn bao đấy nhớ mình nè mà mền pin nè áo pram được là anh em mơm nữa phải chăm thọt đây chăm thọt này anh chéo sau đấy nó cái giọt chéo sau đấy con thuê ta sinh thả kia khang nó thả kia cái gì có tay vì xã hẳn mưa khang không cuốn mình có ai để đồn ngon mình sắp xuống
Dad Yeah Congratulations ឥឡូវខ្ញុំចេញពីហ្នឹងទៅវិញដោយសារវាឆ្ងាយពីនេះទៅដល់កន្លែង hotel ដេកហ្នឹងវា60គីឡូអញ្ចឹងវាយើងត្រូវជិះលបាក់វាផ្លូវវាកិច្ចកលលបាក់ជិត2ម៉ោងត្រឹមតែដល់ hotel ដោយសារវាឆ្ងាយអញ្ចឹងប្រហែលវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេច follow ទាំងអស់គ្នាចាំមើលវីដេអូក្រោយទៀតដោយសារនៅមានវីដេអូច្រើននៅមានប្រទេសផ្សេងទៀតដោយសារយើងចេញពីឥណ្ឌូយើងទៅប្រទេសមួយហើយមួយទៀតនៅសល់ពីប្រទេសទៀតអ្នកនរគ្នាកុំភ្លេច follow page របស់ខ្ញុំផងអូខេប្រហែលនេះហៅគេបាក់សូឥឡូវបន្ទាប់ពីដើរលេងហើយឥឡូវមកញ៉ាំបាក់សូនៅ King Pro គាត់ញ៉ាំអត់ឆ្ងាញ់អត់ overview ហ៎ Pro ញ៉ាំដល់ហើយឆ្ងាញ់ដល់ហើយ Pro ហ៎ overview មកបបោកអានោះភ្នំមកបបោកយក19អង្សាសេណាបងប្អូនគ្នានៅហ្នឹង19អង្សាសេត្រជាក់ហើយពេលយើងជិះម៉ូតូទៀតម៉ែនឹងញាក់យកវ៉ាមើល view អ្នកនរគ្នាវ៉ាមើលភ្នំមកលោកខ្ពស់ភ្នំលោកខ្ពស់អាណូអូអានោះខ្ពស់ម៉ែអាណូឥឡូវបន្ទាប់ពីយើងដើរលេងឆ្អែតហើយឥឡូវយើងចាប់ផ្ដើមទៅវិញហើយទៅវិញអ្នកទាំងអស់គ្នាអាមកលឿនទេអាទៅវិញកាន់តែលឿនហើយវីដេអូនេះកុំអោយម៉ាមីខ្ញុំឃើញអសោះម៉ាមីខ្ញុំឃើញដឹងតែជេរយកហ្មងអញ្ចឹងទៅនឹងក៏អត់មានប្រាប់គាត់ដែរប៉ុន្តែអ្នកទាំងអស់គ្នានៅនឹងគឺជិះម៉ូតូលឿនមែនណាអ្នកទាំងអស់គ្នាលឿនយកហ្មងជិះនៅនឹងក៏ភ័យដែរសម្បីប្រូសានីនៅខាងក្រោយនេះចង់ធ្លាក់ពីលើម៉ូតូខ្ញុំមួលយកចាក់ស្ដាញ់ល្មបានហើយអ្នកទាំងអស់គ្នាប៉ុន្តែគេលឿនដែរបើយើងអត់លឿនអត់តន់គេហើយណាមួយវាឆ្ងាយតែបើកមួយដឹងការដល់ទេដូចអ្នកនរគ្នាឃើញជាក់ស្ដែងអញ្ចឹងគេបើកលឿនណាស់នៅហ្នឹងខ្ញុំអត់និយាយលេងទេតែអីដែលល្អគឺអត់មានអ្នកឆ្លងផ្លូវផ្ដេសផ្ដាសអាលេអាឡូពេញហ្នឹងទេគឺអត់មានទេគឺទៅហ្មងហើយមកហ្មងកន្លែងដែលគេឆ្លងផ្លូវគឺកន្លែង stop ហ្មងអត់មានថាយើងត្រូវឆ្លងអត់មានទ្រូងផ្លូវមានអីត្រូវឆ្លងត្រូវអីអត់មានទេអត់មានឆ្លងផ្ដេសផ្ដាសទេតែឆ្លងគឺគេបុកអីនៅហ្នឹងហើយដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងហើយវីដេអូហ្នឹងតែមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ